ខ្ញុំទ្រាំមិនធ្វើវីដេអូអត់បានទេបងប្អូនក្នុងនាមខ្ញុំជាកូនខ្មែរម្នាក់ដែលខ្ញុំមានមនសិការជាខ្មែរតាំងពីដើមមកខ្ញុំមានហាងបាយជាខ្មែរខ្ញុំសូមគាំទ្រពេញទំហឹងចំពោះចំណាត់ការផ្សេងដែលរដ្ឋាភិបាលបានចាត់ឡើងក្នុងការទប់ស្កាត់ចំពោះការមើលងាយគ្រប់សពបែបយ៉ាងដែលថៃបានធ្វើមកលើជាតិសាសន៍របស់ខ្ញុំដូចជាការឈប់ប្រើផលិតផលថៃបងប្អូនខ្ញុំទទួលស្គាល់ថានៅប្រទេសបារាំងភាគច្រើនគឺសុទ្ធតែជាផលិតផលថៃតាក់ទងនឹងយើងរស់ស៊ីជាមួយនឹងម្ហូបអាហាររបស់អាស៊ីទៀតសុទ្ធតែផលិតផលថៃទាំងអស់តែអ្វីដែលខ្ញុំអាចកាត់បានខ្ញុំនឹងកាត់ទោះបីជាបាន 50% 30-40% ខ្ញុំនឹងកាត់ឈប់ប្រើរបស់ខ្លះចាំបាច់ដូចជាគ្រឿងទេសផ្សេងៗយើងអត់អាចរកទិញបានយើងអាចឈប់បានវាប៉ះពាល់ដល់មុខរបរយើងតែអ្វីដែលខ្ញុំកាត់បានខ្ញុំនឹងកាត់ឈប់ប្រើតែម្ដងហើយក៏សូមផ្ដាំទៅដល់ជនជាតិថៃដែលមើលងាយខ្មែរមិនទាំងអស់ហើយខ្ញុំទទួលស្គាល់ថាមិនទាំងអស់មានថៃខ្លះគេអត់រំវែងប្រវត្តិសាស្ត្រគេសិក្សាប្រវត្តិសាស្ត្រគេឯករាជ្យគេហ៊ាននិយាយថាគេមកពីណាគេមានរាល់ថ្ងៃគឺដោយសារអ្នកណាគេអត់ភ្លេចកំណើតទេតែថៃមួយចំនួនដែលគេភ្លេចកំណើតខ្ញុំសូមផ្ដាំទៅអ្នកឯងហ៊ានប្រមាថមើលងាយចិត្តសាសមួយតែអ្នកឯងមានដើមកំណើតពីគេអ្នកឯងក៏គង់តែនឹងវិនិច្ឆ័យខ្លួនឯងអ្នកឯងត្រូវចាំនៅពេលដែលអ្នកឯងប្រមាថគ្រូបាអាចារ្យដើមរបស់អ្នកឯងក៏អត់មានសិទ្ធិនឹងរស់នៅលើភាពរុងរឿងដែរខ្ញុំក៏សូមលើកទឹកចិត្តដល់បងប្អូនខ្មែរដែលនៅក្នុងស្រុកក្នុងនាមខ្ញុំជាកូនខ្មែរដែរខ្ញុំឃើញមានបងប្អូនខ្មែរខ្លះគាត់លក់ទំនិញលក់អីគឺគាត់លក់ដាច់ជាងមុនដែរគាត់លក់ផលិតផលរបស់ខ្មែរក្នុងស្រុកគាត់លក់ដាច់ជាងមុនតែខ្ញុំទទួលស្គាល់ថាក៏នៅតែមានប៉ះពាល់ដល់បងប្អូនមួយចំនួនដែរបងប្អូនអត់ធ្មត់ទាំងអស់គ្នាព្រោះស្ថានភាពគឺបង្ខំឲ្យយើងធ្វើបែបនេះយើងត្រូវតែរួបរวมគ្នាដើម្បីឈ្នះសង្គ្រាមមួយនេះយើងត្រូវតែរួបរวมគ្នាដើម្បីឈ្នះការមើលងាយរបស់ពូជសាសន៍មួយទៀតបងប្អូនជំនាន់មុនដោយសារតែខ្មែរយើងឆ្លោះគ្នាទៅបានយើងបាត់បង់ទឹកដីសឹងតែមួយចំហៀងប្រទេសទៅឲ្យវាទៅឲ្យថៃទៅឲ្យយួនតែសម័យកាលនេះគឺអត់ទេខ្មែរយើងរួបរวมគ្នាណាខ្ញុំឃើញព័ត៌មាននៅក្នុងស្រុកខ្ញុំរំភើបខ្លាំងដោយសារបងប្អូនប្រស្រាក់គ្នាជួយគ្នាគាំទ្រម្យ៉ាងវិញទៀតនៅក្នុងសម័យកាលបច្ចុប្បន្នគឺមានបងប្អូនដែលគាត់ជាម្ចាស់ CEO ពាណិជ្ជកម្មCEO ផ្សេងដែលគាត់មានសមត្ថភាពគាត់មានមុខជំនួញរបស់គាត់ផ្ទាល់ខ្លួនគាត់អាចជួយប្រជាជនខ្មែរបានមិនច្រើនក៏តិចខ្លះក៏ជាការមានមនសិការមួយរបស់ខ្មែរដែរក្នុងនាមជាកូនខ្មែរប៉ុន្តែខ្ញុំសូមផ្ដាំទៅដល់បងប្អូនខ្មែរមួយចំនួនតូចប្រហែលជា 2-3% ទេដែលគាត់នៅតែមិនទាន់លៀងខួរក្បាលគាត់អស់គឺគាត់កាប់មុខតែម្ខាងសម្រាប់ខ្ញុំសូមនិយាយថាខ្ញុំអត់មាននៅខាងបកណាទេតែខ្ញុំគឺជាខ្មែរបងប្អូនបើបងប្អូនមានខួរក្បាលជាខ្មែរបងប្អូនត្រូវគិតថានៅក្នុងស្ថានភាពមួយដែលខ្មែរកំពុងតែតានតឹងនឹងតទល់ជាមួយនឹងការមើលងាយរបស់ភាគីម្ខាងទៀតក្នុងនាមអ្នកឯងជាជនជាតិខ្មែរអ្នកឯងអត់គប្បីគួរណាមិនគួរគប្បីណាអ្នកឯងមកឆ្កឹះឆ្កៀលឌឺដងទើសមុខទើសក្រោយដល់ចំណាត់ការផ្សេងដែលរដ្ឋាភិបាលបង្ខំធ្វើគ្រប់បែបយ៉ាងដើម្បីខ្មែរបើអ្នកឯងជាខ្មែរអ្នកឯងមិនពេញចិត្តចំណាត់ការអីផ្សេងតែអ្នកឯងមានវិធានការអីផ្សេងអ្នកឯងមានសមត្ថភាពអត់ឬក៏បានត្រឹមតែទើសឬក៏បានត្រឹមតែមើលថាឲ្យគ្នាឯងចាក់ឆ្កឹះគ្នាឯងចង់ឲ្យគ្នាឯងខ្មែរគ្នាឯងឆ្លោះគ្នាឯងមកអ្នកឯងអស់ចិត្តបើគេអត់មានចំណាត់ការអីថាគេនឹងគេនឹងគ្មានសមត្ថភាពឲ្យគេមើលងាយខ្មែរតែដល់គេមានចំណាត់ការអ្នកឯងថាគេនឹងបាក់ពួកតែមួយសម្ដែងរឿងដល់ទៅពេលខ្មែរបាត់បង់ដីអ្នកឯងថាគេគេគ្មានសមត្ថភាពគ្រប់គ្រងប្រទេសនិយាយទៅអ្នកឯងទើសដល់ថ្ងៃចូលមកឈូសភ្ញាក់ខ្លួនឡើងបើសិនជាអ្នកឯងមានខួរក្បាលជាខ្មែរពិចារណាបន្តិចសម័យរដូវកាលនេះកំឡុងពេលនេះមិនមែនរដូវកាលអ្នកឯងមកចេញមកទើអ្នកឯងត្រូវតែបើអ្នកឯងជាខ្មែរអ្នកឯងគួរតែមានយោបល់ណាមួយដែលជួយឲ្យខ្មែរទៅមុខឲ្យឈ្នះក្នុងសង្គ្រាមមួយនេះមិនចេញមកទើចេញមកថាទេអារឿងថាអ្នកឯងបើខួរក្បាលអ្នកឯងចូលចិត្តទើណាវាផ្អាកទើមករយៈសិនចាំចប់រឿងនឹងចាំអ្នកឯងទើតទៀតទៅខ្ញុំអត់មានលំអៀងទៅខាងបាក់ខាងណាទេតែខ្ញុំឈរនៅកណ្ដាលហើយទីខ្ពស់ខ្ញុំមើលឃើញថាអ្នកណាកំពុងធ្វើអីខួរក្បាលយកមកប្រើខ្លះពូជខ្មែរឆ្លាតមិនល្ងងឡប់ដូចឥឡូវដូចពួកអ្នកឯងធ្វើឥឡូវហ្នឹងទេកុំឲ្យគេមើលងាយខ្មែរឆ្លោះខ្មែរគ្នាឯងគេមើលងាយមែនតែនហើយបានពួកថៃវាមើលងាយខ្មែរដោយសារមានខ្មែរប្រភេទពួកអ្នកឯងមើលងាយខ្មែរឆ្លោះខ្មែរគ្នាឯងក្នុងកំឡុងពេលកំពុងអញ្ចឹងថៃវាកំពុងតែឆ្លោះគ្នាវាដល់រដូវពេលដល់កាលគេហៅថាវ័នខ្ញុំធ្លាប់រៀនណាគេថាវ័ននៃជីវិតវ័ននៃភាពរីកចម្រើនរបស់មនុស្សរបស់ប្រទេសមួយមានដំណាក់កាលរបស់វាខ្មែរយើងគឺធ្លាប់ឡើងដល់កំពូលហើយក៏ធ្លាក់ចុះដល់បាតក៏ចាប់ផ្ដើមឡើងមកវិញម្ដងបន្តិចថៃគឺឡើងដល់កំពូលអត់ដែរជួបទេតែអ្នកឯងត្រូវចាំកំពូលមានកន្លែងដែនកំណត់របស់វាដល់ពេលដែលអ្នកឯងកំពុងតែចេះអញ្ចឹងអ្វីដែលខ្មែរធ្វើបានគឺរួបរวมគ្នាមិនមែនឆ្លោះគ្នាខ្ញុំសូមផ្ដាំទៅមនុស្ស 2-3% ដែលកំពុងតែមានការគិតដែលអកតេបំផុតបើកចិត្តឲ្យទលាយទ
ទទួលយកការពិតអ្នកឯងកុំរៀនតាមពួកថៃអត់ទទួលយកការពិតទេវាភ្លេចកំណើតវាភ្លេចថាខ្លួនវាមកពីណាបានវាមកដៀលគ្រូដើមនេះខ្មែរដែលជាគ្រូដើមរបស់វានេះដីដែលវារស់នៅរាល់ថ្ងៃវាលួចវាប្លន់ទាំងស្រស់សម័យមុននេះវាភ្លេចគ្រូដើមប៉ុន្តែអ្នកឯងដែលជាខ្មែរស្រាប់នេះក៏ចង់ភ្លេចកំណើតប្រទេសខ្លួនឯងដែរមែនចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងឯងខ្ញុំចេញមកនិយាយរឿងពួកមួយចំនួនដែលវាតេះដៀលរដ្ឋាភិបាលចេញទើសចេញអីហ្នឹងណាដោយសារអីគ្រាន់តែខ្ញុំនិយាយគ្រាន់តែខ្ញុំផុសខ្ញុំ share ឬខ្ញុំនិយាយតាក់ទងនឹងការគ្រប់គ្រងចំណាត់ការគ្រប់គ្រងការខ្មែរយើងលើកទឹកចិត្តខ្មែរយើងវាចេញមកទើសដែរវាដៀលឯងវាញ៉ាសាមកជេរឯងទៀតថាឯងពួកមីល្ងងគេកំពុងសម្ដែងរឿងឲ្យមើលពួកមីល្ងងអស់ឯងក៏ជឿដែរអីរឿងម៉ែវាអីហ៎រឿងម៉ែឯងអីសម្ដែងរឿងម៉ែឯងអីសម្ដែងរឿងគេបាញ់ខ្មែរងាប់អស់ម្នាក់គេបិទច្រកព្រំដែនគេគម្រាមគេធ្វើបាបខ្មែរនៅថៃហើយសម្ដែងហើយចឹងហើយឯងប្រងរដ្ឋាភិបាលធ្វើមិនអង្គុយមើលមែនអង្គុយមើលគេធ្វើបាបខ្មែរមែនបានឯងអត់ចិត្តអើយពួកអាខួរល្ងងអស់នេះខ្ញុំក្តៅមែនតា